Hello សួស្តីជំរាបសួរដល់អ្នកទាំងអស់គ្នាជួបមួយខ្ញុំបាទលីហួរ mode iOS ហើយថ្ងៃនេះផងដែរយើងមាន mode Free Fire IPA ថ្មីចែកជូនគ្នាយើងហើយជាគ្នាអានេះផុន iOS អញ្ចឹងគ្នាយើងអាចមើលលេងបានវា gameplay ផុនខ្ញុំលេងអញ្ចឹងណាវារៀងអែមណាស់នេះយើងខាមចូលស្លេកពីថ្ងៃនេះយើងតាក់អីនេះយើងអញ្ចឹងគ្នាយើងមើលបាននេះសម្រាប់គ្នាយើងចង់យកទៅលេង custom លេង account ទូចង់ snip like គេអញ្ចឹងតែថាយើងយកទៅបាញ់ក្នុង live ឧទាហរណ៍ថាបាញ់ក្នុង live បារាំងចោះគ្នាយើងអាចយកទៅបាញ់ក្នុង live បារាំងឬក៏ក្នុង live បររុនទៅយកទៅធ្វើបាពួកគាត់ទៅហើយថាយកមកពីខ្ញុំអញ្ចឹងណាយកមកពីខ្ញុំប្រាប់ថាយកមកពីខ្ញុំក៏បានដែរគ្នាយើងហើយគ្នាយើងចង់បានមកហ្នឹងគឺខ្ញុំដាក់នៅក្នុង channel Telegram ផងខ្ញុំហើយគ្នាយើងគ្រាន់តែចូលមើល comment ហ្នឹងក្រុម comment YouTube ហ្នឹងគ្នាយើងគ្រាន់តែចូលមើលក្រុម comment ទៅគឺឃើញ channel ហើយគ្នាយើងចុចចូល link មកប៉ទៅចូលដល់ channel ផងខ្ញុំហើយបញ្ជាក់គ្នាយើងអា mode ហ្នឹងវាលេង ban តែគាត់ថា ban អសអេសអញ្ចឹងណាហើយអានេះដូចជាខ្ញុំពងលេងនេះអានេះគឺខ្ញុំបិទ record គឺ record មើលឃើញខ្សែនេះយើងតែនៅខាងក្រៅគឺមើលឃើញខ្សែដូចមិនអញ្ចឹងតែខ្ញុំបិទពេល record កុំឲ្យឃើញខ្សែម្ដងអញ្ចឹងហើយគ្នាយើងផ្លែកអញ្ចឹងនេះវាបាញ់ដូចទឹកដៃអញ្ចឹងគ្នាយើងពេលយើងបិទអាកន្លែង record កុំឲ្យមើលឃើញអញ្ចឹងហើយនេះវាលោអញ្ចឹងនិយាយទៅគ្នាយើងយកទៅលេង custom លេងអីស្បាយត្រូវគ្នាយើងហើយ free ណាបញ្ជាក់នៅក្នុង comment តែឥឡូវយើងកាត់ចូលរបៀបដាក់មកទៅនេះជារបៀបដាក់ផាន់វាគ្នាយើងអញ្ចឹងគ្នាយើងគ្រាន់តែចុចលើវាមកប៉ក់មកហើយនេះយើងមើលខាងក្រោមនេះនិយាយទៅគ្នាយើងមើលតាមហ្នឹងទៅហើយអានេះផាន់ iPhone ខ្ញុំបញ្ជាក់អញ្ចឹងហើយគ្នាយើងត្រូវមាន e-sign មួយអញ្ចឹងយើងចុចចូល address នេះមកហើយនេះយើងចូល e-sign ផាន់យើងមកអូខេនេះអាចយើងចុចលើវាមកហើយចំពោះអ្នកដែលអត់មាន e-sign គ្នាយើងអាចទិញពីខ្ញុំបាន e-signនិយាយទៅគឺតម្លៃបាន 100% អត់មានជាប់សអត់មានជាប់អីបើសិនជាគ្នាយើងត្រូវការ e-sign ហ្នឹងគ្នាយើងគឺបាន 100% បើសិនជា e-sign បើសិនជាទូរស័ព្ទគ្នាយើងមាន bypass ខ្ញុំអាចធ្វើឲ្យបានដែរនិយាយទៅគឺតម្លៃបានគ្រប់ទូរស័ព្ទមិនថាទូរស័ព្ទ bypass មិនថាទូរស័ព្ទធម្មតាគឺធ្វើបានអស់អញ្ចឹងគ្នាយើងមើលវីដេអូរបៀបតម្លៃតាមហ្នឹងទៅនេះធ្វើតាមហ្នឹងមកអានេះ mode Free Fire Max គ្នាយើងនិយាយទៅវារៀងអែមណាស់ណាគ្នាយើងដូចមើលវីដេអូខ្ញុំលេងអែមមិញវាអែមខ្លាំងមែនហើយគ្នាយើងកុំភ្លេចចូល channel ខ្ញុំម្នាក់មួយផងពេលមាន mode ខ្ញុំតម្លាក់ក្នុង channel មុនហើយខ្ញុំតម្លាក់ក្នុង channel ហើយទើបខ្ញុំធ្វើវីដេអូដាក់ក្នុង YouTube តាមក្រោយអញ្ចឹងអ្នកនៅក្នុង channel ភាគច្រើនគាត់បានលេង mode មុនអញ្ចឹងណាគ្នាហើយ mode នេះផងដែររបៀបបើកវាគ្រាន់តែយើងយករៀមដៃ3គូសលេអេក្រង់ទៅបើកបានចេញមិនហើយមកយើងបើកមិនហើយតាមចិត្តហើយយើងចុច install មកហើយហ្នឹងរបៀប install វាពេលយើង install បានហើយយើងចូលលេងទៅគ្នាចូលលេងទៅបានអត់មានប្រើ key មានប្រើអីគឺ free ហើយយើង install បាន 100% ពេញដែរនេះយើងចូលមើលវាយើងចាំវាតិចមកទៀតវា load មកហើយនេះអញ្ចឹងនេះរូបចែកគឺ Free Fire មកផងនេះគឺរូបចែកវារូបស៊ីននេះគឺខ្ញុំការហុកអស់ហើយអញ្ចឹងប៉ុណ្ណឹងបាននេះវីដេអូក៏មានតែប៉ុណ្ណឹងបាយ